រដ្ឋបាលខេត្តព្រះវិហារបើកកិច្ចប្រជុំសាមញ្ញលើកទី25របស់ក្រុមប្រឹក្សាខេត្តនៅព្រឹកថ្ងៃទី30ខែមិថុនាឆ្នាំ2026រដ្ឋបាលខេត្តព្រះវិហារបានបើកកិច្ចប្រជុំសាមញ្ញលើកទី25របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី4ក្រុមអធិបតីភាពឯកឧត្តមប្រាក់សវណ្ណប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមគឹមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តនាសាលប្រជុំសាលាខេត្តព្រះវិហារមានប្រសាសន៍បើកកិច្ចប្រជុំឯកឧត្តមប្រាក់សវណ្ណបានឲ្យដឹងថាដំណើរការកិច្ចប្រជុំនេះដើម្បីពិនិត្យនិងអនុម័តទៅលើរបៀបវារៈសំខាន់មួយចំនួនរួមមានពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី24របស់ក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី25ខែឧសភាឆ្នាំ2026ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនាឆ្នាំ2026របស់រដ្ឋបាលខេត្តព្រះវិហារពិនិត្យនិងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីប្រតិទិននៃការប្រជុំសាមញ្ញរយៈពេល12ខែលើកទី3របស់ក្រុមប្រឹក្សាខេត្តព្រមទាំងបញ្ហាសំខាន់មួយចំនួនទៀតដូចជាការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីការទប់ស្កាត់បទល្មើសធនធានរ៉ែទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើការដោះស្រាយបញ្ហាដីធ្លីការផ្តល់សេវារដ្ឋបាលដីធ្លីរួមនឹងការត្រៀមឆ្លើយតបគ្រោះមហន្តរាយនិងគ្រោះថ្នាក់សង្គមជាដើមជាមួយគ្នានេះដែរឯកឧត្តមក៏បានស្នើដល់ឯកឧត្តមលោកជំទាវចូលរួមពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈខាងលើឲ្យបានផុសផុលនៅក្នុងឱកាសនោះឯកឧត្តមគឹមរិទ្ធីបានរាយការណ៍អំពីលទ្ធផលការងារប្រចាំខែមិថុនាឆ្នាំ2026ដែលរដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងអនុវត្តនិងលទ្ធផលសម្រេចបានជូនដល់អង្គប្រជុំបានជ្រាបក្នុងឱកាសនោះរួមមានការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈការងារគ្រប់គ្រងជនភៀសសឹកនិងការងារផ្សេងមួយចំនួនទៀតចំពោះការឆ្លើយតបគ្រោះមហន្តរាយនិងគ្រោះថ្នាក់ផ្សេងឯកឧត្តមបានជំរុញដល់គ្រប់មន្ទីរអង្គភាពកងកម្លាំងទាំង3ក្រុងស្រុកបង្កើនការយកចិត្តទុកដាក់និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនិងឲ្យប្រជាពលរដ្ឋចេះការពារខ្លួនពីគ្រោះថ្នាក់ផ្សេងដែលអាចកើតមានឡើងជាយថាហេតុព្រមទាំងត្រៀមវិធានការដើម្បីដោះស្រាយបញ្ហាដែលនឹងអាចកើតមានឡើងភ្លាម